តើអ្នកធ្លាប់បានធុំក្លិនអ្វីមួយដែលនាំឲ្យអ្នកត្រឡប់ទៅអតីតកាលវិញភ្លាមៗដែរឬទេប្រហែលវាជាក្លិនកាហ្វេអាវតាមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនអាចសាកល្បងបានជាមួយនឹងរសជាតិកាហ្វេខ្មែរនិងកាហ្វេដែលបានមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀតជាមួយនឹងក្រុមហ៊ុនកាហ្វេអាវតាដែលគ្រាន់តែធ្វើការ comment ឬឆាតចូល page កាហ្វេអាវតាហើយសរសេរពាក្យថាខ្ញុំចង់សាកនោះខាងក្រុមការងារនឹងយកកាហ្វេទៅឲ្យបងប្អូនសាករសជាតិដល់ទីតាំងដោយមិនគិតថ្លៃនិងមិនគិតសេវាអ្វីទាំងអស់ប្រហែលវាជាក្លិនសម្លដ៏ឈ្ងុយឈ្ងប់ដែលរំលឹកអំពីផ្ទះបាយរបស់លោកយាយរបស់អ្នកឬក៏ក្លិននៃទឹកអប់ជាក់លាក់ណាមួយដែលនាំមកនូវការចងចាំអំពីវិទ្យាល័យដំបូងរបស់អ្នកវាមិនមែនគ្រាន់តែជារឿងចៃដន្យនោះទេវាគឺជាអំណាចដ៏អស្ចារ្យនៃច្រមុះរបស់អ្នកតែអ្នកដឹងទេថាច្រមុះរបស់អ្នកគឺជាម៉ាស៊ីនចងចាំដ៏មានថាមពលខ្លះវាអាចបែងចែកនិងចងចាំក្លិនប្រហែល50,000ក្លិនផ្សេងៗគ្នាត្រូវហើយ50,000ក្លិនដើម្បីដាក់បញ្ចូលទស្សនវិស័យនោះយើងភាគច្រើនអាចបែងចែកពណ៌បានត្រឹមតែ150ប៉ុណ្ណោះពណ៌ផ្សេងៗគ្នាដូច្នេះនៅពេលនិយាយអំពីការចងចាំអារម្មណ៍នៃក្លិនរបស់យើងគឺជាជើងឯកពិតប្រាកដដូច្នេះតើវាដំណើរការយ៉ាងដូចម្តេចនៅពេលអ្នកធុំក្លិនអ្វីមួយមូលេគុលក្លិនក្រអូបធ្វើដំណើរតាមច្រមុះរបស់អ្នកទៅកាន់បំណែកកោសិកាពិសេសមួយហៅថាស្រទាប់ epithelium ក្លិនកោសិកាទាំងនេះផ្ញើសញ្ញាដល់ផ្ទាល់ទៅកាន់អំពូលក្លិននៅក្នុងខួរក្បាលរបស់អ្នកដែលជាផ្នែកមួយនៃប្រព័ន្ធ limbic ប្រព័ន្ធនេះក៏ទទួលខុសត្រូវចំពោះអារម្មណ៍និងការចងចាំនេះហើយជាមូលហេតុនៃក្លិនតែមួយអាចបង្កឲ្យមានការឆ្លើយតបអារម្មណ៍ដ៏មានឥទ្ធិពលនិងរស់រវើកឬការចងចាំជាញឹកញាប់ច្រើនជាងការឃើញរូបភាពឬសំឡេងវាជាខ្សែទូរស័ព្ទផ្ទាល់ទៅកាន់អតីតកាលរបស់អ្នកសមត្ថភាពដ៏អស្ចារ្យនេះមិនមែនគ្រាន់តែសម្រាប់រំលឹកឡើងវិញទេអារម្មណ៍នៃក្លិនរបស់យើងគឺសំខាន់ណាស់សម្រាប់ការរស់រានមានជីវិតពេញមួយប្រវត្តិសាស្ត្រមនុស្សជាតិវាបានជួយបុព្វបុរសយើងស្វែងរកអាហារជៀសវាងសត្វនិងស្គាល់បរិស្ថានដែលមានសុវត្ថិភាពសប្តាហ៍នេះយើងប្រហែលជាមិនបានតាមដានសត្វព្រៃទេប៉ុន្តែច្រមុះរបស់យើងនៅតែណែនាំយើងជួយយើងរីករាយនឹងក្លិនក្រអូបនៃអាហារដ៏ឈ្ងុយឆ្ងាញ់ឬជូនដំណឹងដល់យើងអំពីគ្រោះថ្នាក់ដូចជាការលេចធ្លាយឧស្ម័នវាជាអាហារព្យាបាលស្ងាត់ឈាមធ្វើការ24ម៉ោង7ថ្ងៃក្នុងមួយសប្តាហ៍គិតអំពីក្លិនក្រអូបដែលកំណត់ជីវិតរបស់អ្នកក្លិនភ្លៀងលើចិញ្ចើមផ្លូវក្តៅខ្យល់អាកាសបរិសុទ្ធនៃរដូវសឹកជាជ្រុះក្លិនស៊ីផុលថ្មីឬក្លិនដែលធ្លាប់ស្គាល់នៃផ្ទះរបស់អ្នកក្លិននីមួយៗគឺជាបំណែកតូចមួយនៃរឿងរ៉ាវជីវិតរបស់អ្នកដែលបានកត់ត្រាទុកក្នុងបណ្ណាល័យក្លិនផ្ទាល់ខ្លួនរបស់អ្នកនៅពេលក្រោយអ្នកចេញទៅក្រៅចំណាយពេលមួយផ្លែតដើម្បីស្រូបខ្យល់នៅក្នុងពិភពលោកជុំវិញអ្នកមិនគ្រាន់តែធុំក្លិនខ្យល់ទេអ្នកកំពុងបង្កើតអនុស្សាវរីយ៍ដែលមានរយៈពេលពេញមួយជីវិតតើក្លិនអ្វីទៅដែលនាំអ្នកត្រឡប់មកវិញភ្លាមៗចែករំលែកនៅក្នុង comment ខាងក្រោមសូមអរគុណច្រើនសម្រាប់ការទស្សនាបើសិនអ្នកយល់ថាវីដេអូនេះគួរឲ្យចាប់អារម្មណ៍កុំភ្លេចចុច like subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតជួបគ្នានៅវីដេអូក្រោយ